រុនសួស្តីជំរាបសួរបងប្អូនប្រិយមិត្តដែលក្នុងបណ្ដាញសង្គមបាទចូលចិត្តតាមដានព័ត៌មានសភាពការថ្មីព្រឹកនេះចេញមកដើរកំសាន្តសួនច្បារផងហាត់ប្រាណផងក៏ឆ្លៀតពេលចង់បញ្ចេញមតិតិចបាទព្រោះប្រហែលថ្ងៃជាប់ដើរលេងកំសាន្តទៅស្រុកក្រៅកំសាន្តលេងឥឡូវនេះឮព័ត៌មានបាទថាក្រុមពួកជ្រុលនិយមឯណានៅប្រទេសជប៉ុននោះរៀបចំធ្វើបាតកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបាទទៅជប៉ុននេះដើម្បីទៅហៅថាទស្សនកិច្ចស្វែងរកសក្តានុពលផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនេះសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងសម្រាប់ប្រជាពលរដ្ឋយើងផងបាទដើម្បីទាក់ទាញអ្នកវិនិយោគឲ្យមកដាក់ទុននេះបាទរកស៊ីនៅស្រុកយើងខ្ញុំនិយាយតាមត្រង់រាល់ថ្ងៃធុញមកបាទធុញនឹងពួកក្រុមជ្រុលនិយមប្រមាណក្បាលនៅក្រៅស្រុកនឹងជាស្អីវាថ្ងៃអានេះហៅថាឲ្យទៅលឺមេដឹកនាំខ្មែរចេញទៅក្រៅប្រទេសហ្នឹងគឺថាវាទៅរៀបចំធ្វើបាតកម្មដើម្បីទាមទារប្រាប់គេកុំឲ្យមករោស៊ីអីចឹងណានេះនឹកឃើញអស់សំណើចហើយដល់ពេលវាស្រែកវាថាអតីតប្រជាពលរដ្ឋខ្មែរណាអត់ការងារធ្វើណាលាក់ប៉ុន្តែនៅពេលដែលប្រមុខរាជរដ្ឋាភិបាលចេញទៅរកស្វះស្វែងតាក់ទាញអ្នកវិនិយោគដើម្បីបង្ហាញអំពីសក្តានុពលបាទប្រទេសកម្ពុជាយើងឲ្យបរទេសមើលឃើញថាកម្ពុជាយើងជាកន្លែងដែលអាចមកវិនិយោគបានបាទមានសន្តិភាពមានស្ថិរភាពនយោបាយក៏ប៉ុន្តែពួកនោះវាបែរជាគេហៅថាទៅនិយាយបង្ខូចបង្អាប់កិត្តិយសប្រទេសជាតិខ្លួនឯងអញ្ចឹងបាទប៉ុន្តែវាថាវាចង់អាណិតប្រជាជនខ្មែរអត់ការងារធ្វើវាឆ្ងាញ់ទេប៉ុន្តែដល់ពេលគេទៅរកណាតាក់ទាញវិនិយោគចូលស្រុកដើម្បីបង្កើតការងារវានាំគ្នាធ្វើបាតកម្មអីចឹងទៅមិនថាពួកនេះនិយាយរួមថាពួកក្រុមប្រឆាំងជ្រុលនិយមអានេះចង់និយាយថាអញ្ចឹងបាទជ្រុលនិយមមែនអាពួកហ្នឹងមកយើងធុញទេបាទខ្ញុំរាល់ថ្ងៃខ្ញុំមើលមែនតើខ្ញុំឃើញប្រមាណក្បាលនៅក្រៅប្រទេសហ្នឹងធុញមែនលែងចង់មើលលែងចង់វាអត់ប្រយោជន៍មកយើងក៏ទៅវាអត់ប្រយោជន៍ណាហើយប្រទេសកម្ពុជាយើងនេះឥឡូវយើងដឹងស្រាប់ហើយថាដូចយើងបានស្ដាប់អ្នកនាំពាក្យរាជរដ្ឋាភិបាលបាទវិនិយោគចូលមកច្រើនហើយការដាក់ទុននៅស្រុកយើងនោះក៏ច្រើនដែរបាទហើយជប៉ុនគាត់មានតួនាទីមួយខាងវិនិយោគនៅក្រៅប្រទេសហ្នឹងក៏ច្រើនដែរណាជាពិសេសប្រទេសកម្ពុជាយើងបាទមិត្តជប៉ុនជួយច្រើនជំនួយឥតសំណងហេដ្ឋារចនាសម្ព័ន្ធផ្លូវបាទជាក់ស្ដែងដូចយើងមើលផ្លូវជាតិលេខ5មួយដែលជប៉ុនកសាងអានេះខ្ញុំលើកតែមួយនេះណាគឺជិះឡានស្រួលបងប្អូនហើយខ្ញុំទៅថៃជិះឡានដែរហ្នឹងអូផ្លូវជប៉ុនធ្វើមួយគឺល្អបាទអានេះសូមកោតសរសើរណានិយាយតាមត្រង់ដូចស្មើដូចជិះកប៉ាល់ហោះដែរជិះក្នុងឡានអត់មានរលាក់អីទេស្រួលបាទដើរលេងនាំចៅដើរលេងកន្លែង playground
ព្រឹកឡើងនាំចៅកំសាន្តតិចឥឡូវវាចឹងគាត់ថាហួសចិត្តបាននឹកឃើញហួសចិត្តនឹងជាបាតកម្មរាយវាស្អីបានប្រយោជន៍ស្អីបាទបើរួមគ្នាជួយតាក់ទាញវិនិយោគមករកស៊ីសុកយើងទៅវាមិនប្រសើរណាហើយដល់ពេលគេហៅពួកអាក្រមជ្រុលនិយមតាំងមួម៉ៅខឹងគេវាអញ្ចេះបាទពួកនេះគួរតែហៅអញ្ចឹងមែនបាទក្រមជ្រុលនិយមអត់ប្រយោជន៍ហ្មងបាទអត់ប្រយោជន៍គ្មានតម្លៃទេសម្រាប់ប្រទេសជាតិទេបាទមិនគិតគូរពីរឿងធ្វើការងារអីសំខាន់ដើម្បីប្រទេសជាតិដើម្បីប្រជាជនខ្លួនឯងខ្លះអត់គិតទៅពីរឿងអីណាឥឡូវលឺអីយាយហួរទៅទៀមទាកោះគុជអីណានៅជប៉ុននោះទៅទៀមទាកោះគុជផិនថៃថាពួកនេះពួកឈួតជ្រូកនិយាយតាមត្រង់ឈួតជ្រូកសុតមកហើយបើនៅជប៉ុនទៅទៀមទារឿងកោះគុជថៃបើចង់ទៀមទារឿងកោះគុជថៃមកទៀមទានៅស្រុកថៃនេះអានោះទៅវាត្រឹមត្រូវមកបាងកកមកឈោជំទាលស្រែកអីទីក្រុងបាងកកអីមើលគេលោប៉ូលីសថៃបានវាយខ្នោះខ្លះនាំគ្នាទៅត្បុលក្បាលប្រជុំនៅជប៉ុននោះហើយទៅទៀមទាកោះគុជនៅស្រុកថៃឃើញវាបានថាពួកនេះគ្មានតម្លៃអីសោះមកទៅអត់មានតម្លៃដើរចុះដើរឡើងនិយាយលេងសើចតិចវាអស់សំណើចពេកវាធុញផងហើយប៉ុន្តែគាត់ថាបើយើងស្ដាប់ទៅវាអស់សំណើចបងប្អូនវាគ្មានគេហៅថាទិសដៅអីច្បាស់លាស់ហើយគេថាធ្វើការដូចវាគ្មានគោលការណ៍គ្មានអីផែនការគ្មានយុទ្ធសាស្ត្រអីច្បាស់លាស់គេហៅថានឹកឃើញធ្វើនឹកឃើញធ្វើបាទនឹកឃើញក្រោកប្រដេកមកនឹកឃើញយប់មិញយកសពឃើញស្អីចេះព្រឹកឡើងនាំគ្នាធ្វើបដ ாய் អានោះចាំបានថានៅតែក្រៅស្រុកហ្នឹងទៅហ្នឹងចូលស្រុកនាំចង្រៃអីទេអត់ប្រយោជន៍អីផងវាអត់មានតម្លៃសម្រាប់ប្រទេសជាតិអត់មានតម្លៃសម្រាប់ប្រជាជនខ្មែរមិនមានតែរឿងធុញទ្រាន់មើលពួកនេះយូរធុញមែនខ្ញុំសម្រាប់ខ្ញុំធុញហ៎ធុញនឹងពួកអាក្រមជ្រុលនិយមប្រមាណក្បាលហ្នឹងនិយាយវាធុញក្បាលកាចាស់អស់ហើយគ្មានអីច្បាស់លាស់ខ្លួនឯងជក់អីមួយសិនអញ្ចឹងដំណើរទស្សនកិច្ចផិនប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅជប៉ុននេះវាមានតម្លៃបងប្អូនសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្មស្រុកយើងណាបាទយើងដឹងហើយថាជប៉ុនគាត់ជាប្រទេសមួយបាទដាក់ទុនវិនិយោគច្រើននៅតំបន់អាស៊ីអាគ្នេយ៍នេះប្រទេសអាស៊ីអាគ្នេយ៍នេះបាទភាគច្រើនគឺក្រុមហ៊ុនជប៉ុនគេមករកស៊ីអញ្ចឹងក្នុងនោះក៏ប្រទេសកម្ពុជាយើងផងដែរបាទតែយើងតាក់ទាញវិនិយោគជាមួយជប៉ុនបាទតាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនដើម្បីមកដាក់ទុននៅស្រុកយើងបាទហើយដូចយើងដឹងហើយថាជប៉ុនគាត់មើលឃើញភាពគេហៅថាជោគជ័យផងគាត់ដែរយើងជាក់ស្ដែងដូចយើងមើលមកបើកផ្សារអេអនអីបាទជោគជ័យផងគាត់អានេះខ្ញុំគ្រាន់តែចង់និយាយរំលឹកឲ្យឃើញចឹងដែរអញ្ចឹងជប៉ុនគាត់ច្បាស់ជាមានទឹកចិត្តក្នុងការមកបណ្ដាក់ទុននៅកម្ពុជាយើងអានេះនិយាយតាមត្រង់បាទសូម្បីឡានប្រើប្រាស់យើងមើលស្រុកយើងភាគច្រើន Toyota បាទនៅនិយមពេញនិយមបងសិតតាឡានជប៉ុនអានេះនិយាយការពិតបាទហើយអ្វីដែលជប៉ុនមកដាក់ទុននៅស្រុកយើងនេះភាគច្រើនគាត់ជោគជ័យណាដូចជាផ្សារអនខ្ញុំចង់និយាយថាបាទមនុស្សប្រជាជនយើងគឺចូលចិត្តទៅដើរសាយទិញតំណែងទិញអីច្រើនអានេះចង់និយាយថាយ៉ាងចានេះជាផ្នែកមួយណាបាទហើយខ្ញុំក៏ចង់និយាយថារំលឹកឲ្យឃើញថាជប៉ុនគាត់មានភាពជោគជ័យក្នុងការដាក់ទុនរកស៊ីនៅកម្ពុជាយើងចឹងបានគាត់
một và đặt tuần bật thay nữa. Số ốc cônប៉ុណ្ណឹងបាទ